យើងឃើញថ្នាក់ដឹកនាំមានគោលបំណងមានឆន្ទៈមានទិសដៅក្នុងការកែលម្អទៅរកភាពល្អប្រសើរហេតុអីយើងទាំងអស់គ្នាមិនគាំទ្របែរជាជន់ពង្លិចនៅភាពយុត្តិធម៌និងទង្វើល្អវិញករណីគ្រោះថ្នាក់ចរាចរណ៍គឺជារឿងដែលគួរឲ្យឈឺចាប់ប៉ុន្តែកាន់តែឈឺចាប់បើសិនបើយើងអត់អាចរកយុត្តិធម៌ជូនជនរងគ្រោះបានហើយរហូតដល់ពេលខ្លះយើងគិតថាប្រព័ន្ធយុត្តិធម៌នៅស្រុកខ្មែរអំពើពុករលួយក្នុងប្រព័ន្ធទាំងអស់ហ្នឹងធ្វើឲ្យយើងបាត់បង់ទំនុកចិត្តហើយអ្នកខ្លះស្រែកថាអូខ្ញុំលេងជឿទុកចិត្តឲ្យលើរាជរដ្ឋាភិបាលខ្ញុំលេងទុកចិត្តឲ្យលើប្រព័ន្ធទាំងអស់ហ្នឹងប៉ុន្តែថ្មីនេះយើងឃើញរាជរដ្ឋាភិបាលជាពិសេសសម្ដេចបវរធិបតីបានចេញមុខក្នុងការដោះស្រាយបញ្ហាហ្នឹងឲ្យយើងតែម្ដងស្រាប់តែមនុស្សផ្សេងទៀតចាប់ផ្ដើមប្រតិកម្មថាហេតុអីរឿងប៉ុណ្ណឹងចាំបាច់តតែនាយករដ្ឋមន្ត្រីធ្វើលើអំពីភាពឈឺចាប់ដែលបងប្អូនមានខ្ញុំចង់ឲ្យបងប្អូនមើលនៅក្នុងភាពវិជ្ជមានហើយគិតថានេះគឺជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់កម្ពុជាមែនទែនខ្ញុំដឹងថាប្រហែលជាបងប្អូនចង់ឃើញប្រព័ន្ធតុលាការឬក៏ប្រព័ន្ធយុត្តិធម៌ទាំងអស់ហ្នឹងធ្វើការដោយខ្លួនឯងប៉ុន្តែនេះជារឿងល្អមែនទែនបងប្អូនហេតុអីពីព្រោះទី1បង្ហាញថាអ្នកដឹកនាំរបស់យើងខ្វាយខ្វល់ហើយមិនឈរនៅជាមួយភាពអយុត្តិធម៌ឬក៏អំពើពុករលួយទាំងអស់នោះទេអ្នកដឹកនាំស្រឡាញ់និងខ្វល់ខ្វាយអំពីប្រជារាស្ត្រនេះហើយទើបគាត់ចេញមុខអន្តរាគមន៍ចេញមុខនិយាយដើម្បីធ្វើឲ្យភាពយុត្តិធម៌ដើម្បីធ្វើឲ្យដំឡាភាពចាប់ផ្ដើមកើតមានថែមហើយថែមទៀតនៅក្នុងសង្គមហើយខ្ញុំគិតថាការផ្លាស់ប្ដូរមិនអាចកើតមានគ្រប់បែបយ៉ាងហើយល្អប្រសើរភ្លាមទេប៉ុន្តែអ្វីដែលយើងឃើញដែលជាភាពល្អប្រសើរនោះគឺអ្នកដឹកនាំមានឆន្ទៈក្នុងការផ្លាស់ប្ដូរនិងមានទិសដៅថ្មីដែលល្អសម្រាប់យើងទាំងអស់គ្នាពីព្រោះអ្នកដឹកនាំអាចស្ងាត់ហើយធ្វើអត់ឃើញរឿងនឹងបានប៉ុន្តែការចូលរួមសកម្មភាពនេះមានន័យថាគាត់ចង់ឃើញអ្វីដែលថ្មីចង់ឃើញអីដែលល្អប្រសើរជាពិសេសប្រព័ន្ធមួយដែលល្អថែមទៀតសម្រាប់សង្គមជាតិរបស់យើងប្រហែលជាបងប្អូនមួយចំនួនពិបាកក្នុងការទុកចិត្តហើយមិនទាន់ទទួលយកអ្វីដែលរដ្ឋាភិបាលធ្វើបាននៅពេលនេះប៉ុន្តែអ្វីដែលបងប្អូនត្រូវចាំប្រព័ន្ធមួយល្អកើតឡើងមិនមែនទាល់តែយើងរិះគន់រហូតទេអ្វីដែលយើងត្រូវធ្វើគឺចូលរួមតាមដានបន្តទៀតជាមួយគ្នាហើយលើកទឹកចិត្តនិងគាំទ្រនៅទង្វើល្អដែលរាជរដ្ឋាភិបាលរបស់យើងបានធ្វើពីព្រោះប្រសិនបើយើងចង់ឃើញប្រព័ន្ធមួយដែលល្អទាល់តែយើងទាំងអស់គ្នាចូលរួមដើម្បីបង្កើតវាជាមួយគ្នាអញ្ចឹងត្រឡប់មកវិញបងប្អូនត្រូវចាំថាប្រសិនបើយើងឃើញភាពស្ងៀមស្ងាត់នោះមានន័យថាអយុត្តិធម៌កំពុងតែរស់ហើយប្រសិនបើយើងឃើញអ្នកដឹកនាំចេញសកម្មភាពអ្នកដឹកនាំចេញអន្តរាគមន៍គួរតែជារឿងសាទរបានន័យថាកម្ពុជាកំពុងតែបែរទៅរកអ្វីដែលល្អប្រសើរហើយអញ្ចឹងចូលគាំទ្រទាំងអស់គ្នាបន្តទៀតហើយចូលឃ្លាំមើលចូលរួមទាំងអស់គ្នាដើម្បីភាពល្អប្រសើររបស់ប្រទេសយើងជាខ្មែរយើងត្រូវតែមានសង្ឃឹមហើយយើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីភាពល្អប្រសើររបស់ប្រទេសជាតិយើងអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាបើកចិត្តទទួលយកតាមដានហើយចូលរួមបន្តទៀតធ្វើជាសម្លេងសម្រាប់សង្គមជាតិរបស់យើងហើយចូលរួមឲ្យតម្លៃនៅទង្វើល្អៗរបស់អ្នកដឹកនាំយើងដែរអរគុណបងប្អូនទាំងអស់គ្នានេះគ្រាន់តែជាគំនិតខ្ញុំប្រហែលបងប្អូនមានគំនិតអីសូមខមមិននៅខាងក្រោមបានហើយសូមបញ្ចេញមតិប្រកបដោយសីលធម៌អរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះហើយបើសិនបើបងប្អូនអត់ទាន់ follow ខ្ញុំនៅឡើយអាច follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតខ្ញុំចន្ទរិទ្ធសូមអរគុណ